ហើយអ្វីយន្តហោះចម្បាំងមិច29អ៊ុយក្រែនខ្លាំងខុសពីមិច29រុស្ស៊ីជំរាបសួរប្រិយមិត្ត KH News ជាទីមេត្រីការចាប់ផ្ដើមសង្គ្រាមរុស្ស៊ីអ៊ុយក្រែនដំបូងនាឆ្នាំ2022អ៊ុយក្រែនបានប្រើប្រាស់នៅយន្តហោះចម្បាំងមិច29បាញ់ទម្លាក់យន្តហោះចម្បាំងទំនើបចំនួនថ្មីត្រកូលស៊ូរុស្ស៊ីជាង10គ្រឿងក្នុងកំឡុងពេលផ្ទុះសង្គ្រាមថ្មីដំបូងរហូតដល់ក្រុមអ្នកវិភាគសពាវុធជាច្រើនបានដាក់សំណួរថាតើមិច29អ៊ុយក្រែនខ្លាំងជាងមិច29រុស្ស៊ីកម្រិតណាតាមពិតទៅយន្តហោះចម្បាំងមិច29នេះត្រូវបានផលិតដោយប្រទេសរុស្ស៊ីក៏ពិតមែនប៉ុន្តែត្រូវបានលក់ឲ្យទៅប្រទេសជាច្រើននិងត្រូវបានធ្វើទំនើបកម្មបន្ថែមលើមុខងារសំខាន់មួយចំនួនបន្ថែមទៀតក្នុងនោះក៏មានប្រទេសអ៊ុយក្រែនមួយផងដែរហើយសូម្បីតែសហរដ្ឋអាមេរិកបានលក់ទិញយន្តហោះចម្បាំងមិច29នេះយកទៅសិក្សាស្រាវជ្រាវដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់វាពីព្រោះតែកន្លងពេលនោះមិច29គឺជាសត្រូវរបស់ F16 និង F18 សហរដ្ឋអាមេរិកនិយាយបែបខ្លីនិងងាយស្រួលស្ដាប់គឺសហភាពសូវៀតផលិតវាឡើងដើម្បីបង្ក្រាប F16 និង F18 តែម្ដងប៉ុន្តែនៅពេលអាមេរិកទទួលបានយន្តហោះនេះហើយក៏យកទៅសិក្សាស្រាវជ្រាវទៅឥទ្ធិពលរបស់វាក៏ថមថយដែរអំពីយន្តហោះចម្បាំងមិច29ត្រូវបានធ្វើការហោះហើរជាលើកដំបូងក្នុងឆ្នាំ1977និងដាក់ប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ1982ដោយយន្តហោះនេះមានដោយប្រវែង 17.32 ម៉ែត្រកម្ពស់ 4.74 ម៉ែត្រស្លាបប្រវែង 11.36 ម៉ែត្រនិងមានទម្ងន់ទទេ10តោន.9ប៉ុន្តែនៅពេលវាបំពាក់សពាវុធរួចមានទម្ងន់ 18.5 តោនប្រើប្រាស់ម៉ាស៊ីនចំនួន2ដែលអាចហោះក្នុងល្បឿន 2400 គីឡូម៉ែត្រឬក៏ 2445 គីឡូម៉ែត្រក្នុងរយៈពេល1ម៉ោងដោយយន្តហោះនេះអាចហោះបានចម្ងាយចាប់ពី 1430 គីឡូម៉ែត្ររហូតដល់ 2100 គីឡូម៉ែត្របើប្រើធុងសាំងសាគូនិងអាចហោះក្នុងរយៈកម្ពស់ 18000 ម៉ែត្រចំពោះការបំពាក់សពាវុធរបស់វាមានដូចជាកាំភ្លើងយួន GSA 30 mm មួយដើមមានគ្រាប់150គ្រាប់កាណូនបាញ់គ្រាប់រ៉ុកែតអមសងខាងស្លាបគ្រាប់រ៉ុកែត S5 S8 និង S24 មីស៊ីលសម្រាប់ប្រយុទ្ធគ្នាលើអាកាសមានដូចជា R27 R60 R73 និងប្រភេទ Astra ដែលផលិតដោយឥណ្ឌានិងអាចផ្ទុកគ្រាប់បែកទម្ងន់665គីឡូក្រាមចំនួន6គ្រាប់ចំណែកឯការបំពាក់រ៉ាដារបស់វាវិញគឺមិច29បំពាក់ទៅដោយរ៉ាដាប្រភេទ SAC-ME និងប្រព័ន្ធ IRTS គឺជាប្រព័ន្ធស្វែងរកគោលដៅនិងចាប់សញ្ញាទីតាំងរបស់សត្រូវប្រព័ន្ធប្រមានពីមីស៊ីលឬក៏រ៉ាដារបស់សត្រូវដែលបាញ់តម្រង់មករកវាប្រព័ន្ធ jamming និងមានប្រព័ន្ធផ្សេងទៀតជាច្រើនដើម្បីធ្វើឲ្យមិច29អ៊ុយក្រែនកាន់តែមានអានុភាពជាងមុនអាមេរិកបានបញ្ជូនអ្នកជំនាញសពាវុធមកធ្វើទំនើបកម្មបន្ថែមលើយន្តហោះមួយនេះដូចជាការបំពាក់សពាវុធជាដើមដោយសហរដ្ឋអាមេរិកបានបំពាក់នៅគ្រាប់បែកនាំផ្លូវ GPU 62និងប្រព័ន្ធមួយចំនួនទៀតធ្វើឲ្យមិច29អ៊ុយក្រែនកាន់តែខ្លាំងជាងមុនក្នុងសង្គ្រាមជាមួយរុស្ស៊ីវាបានបាញ់ទម្លាក់ស៊ូ30រុស្ស៊ីនៅតំបន់សាប៉ូរីសានៅថ្ងៃទី25ខែសីហាបាញ់ទម្លាក់ដ្រូនអត្តឃាតនិងដ្រូនពីឃាតរុស្ស៊ីរាប់សិបគ្រឿងយន្តហោះមិច29នេះមានច្រើនស៊េរីណាស់ហើយប្រភេទខ្លះក៏អាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរបានទៀតផងដូចជាមិច29B ជាដើមប្រទេសដែលប្រើប្រាស់វាមានដូចជាអាល្លឺម៉ង់សហរដ្ឋអាមេរិកកូរ៉េខាងជើងស៊េរីនិងមានប្រទេសផ្សេងទៀតជាច្រើនរីឯសង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែនយន្តហោះចម្បាំងស៊ូ30ស៊ូ35និងស៊ូ27របស់រុស្ស៊ីជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់ដោយស្នាដៃមិច29អ៊ុយក្រែននេះ